ខ្ញុំរៀងអ៊ីនបន្តិចគាត់គឺជាភរិយារបស់លោកហ្វូពួកអ្នកទាំងអស់គ្នាលឿនឡើងទទួលបានដំណឹងហើយនៅហើយមែនទេរក្សាភាពសាមញ្ញហេតុអ្វីបានជាវាអស្ចារ្យម្ល៉េះខ្ញុំនៅមិនទាន់សាមនឹងរឿងនេះទេនាងញ៉ាការមកធ្វើការនៅក្រុមហ៊ុនក្នុងនាមជាអ្នកហាត់ការគឺបង្ខំឲ្យនាងត្រូវតែធ្វើវាមិនមែនទេមិនមែនតតែសោះនាងញ៉ាផ្នែករដ្ឋបាលបានការិយាល័យផ្ទាល់ខ្លួនសូមអញ្ជើញមកទីនេះអ្នកនាងប្រហែលជាអាចនេះត្រូវបានរៀបចំដោយលោកធីងតោះយើងទៅបាទរងចាំបន្តិចគាត់គឺជាភរិយារបស់លោកហ្វូមិនមែនទេតើអ្នកប្រកាសទេថាជាគាត់ចុះបើវាជាខ្ញុំវិញភ្ញាក់ផ្អើលមែនទេជិះម៉ូតូអគ្គិសនីមកទីនេះមែនទេចាសោះអូមើលចុះមានភរិយាប្រធាននាយកជិះម៉ូតូអគ្គិសនីមកធ្វើការមនុស្សគ្រប់គ្នាជិះឡានទំនើបមើលស្ទីលស្លៀកពាក់របស់នាងចុះតម្លៃយ៉ាងហោចណាស់ក៏6គ្នាមិនអាចខ្លាញ់ខ្លួនធ្វើជាបែបនេះបានទេមែនទេសួស្ដីម៉ាន់នេះជាថ្ងៃដំបូងដែលនាងមកធ្វើការនៅការិយាល័យជួយមើលថែនាងឲ្យបានល្អផងណាកុំឲ្យនាងហត់នឿយពេកជួយបង្រៀននាងផងបាទអ្នកនាងកុំបារម្ភអីខ្ញុំនឹងរៀបចំការិយាល័យឲ្យធានាថាអ្នកនាងនឹងមិនមានអារម្មណ៍ឈឺចាប់បន្តិចឡើយល្អសូមអរគុណដែលជួយមើលថែខ្ញុំមិនអីទេខ្ញុំតែងតែត្រៀមខ្លួនបម្រើអ្នកនាងជានិច្ចកូនជាងថ្មីតើមានគម្រោងអ្វីនៅបាទគឺរឿងថ្មីនោះនៅមិនទាន់មានគម្រោងទេណាជួយខ្ញុំផងខ្ញុំត្រូវការមនុស្សជួយគ្នាទៅវិញទៅមករូបរាងរបស់នាងពិតជាស័ក្តិសមណាស់អូចាសថ្ងៃក្រោយកុំភ្លេចយកម៉ូតូអគ្គិសនីរបស់នាងមកផងណាអ៊ីមុនមិនរំខានទេនេះជាកិច្ចការរបស់ខ្ញុំតែធ្វើសេម៉ាំងកាត់បើទៅបិទទ្វារផងអាស្ដាកាស៊ីយ៉ាវណាស់ខ្ញុំអាក្រក់ជាមួយអ្នកតស៊ូឲ្យអស់ពីសមត្ថភាពទិន្នន័យហិរញ្ញវត្ថុត្រីមាសបើរកឃើញតម្រុយបន្តិចបន្តួចអ្នកប្រកាសជាទាំងអស់រញ៉េញ៉ៃថ្ងៃដំបូងធ្វើការថែមម៉ោងអ្នកពិតជាមានស្មារតីណាស់សំឡាញ់ស្ងប់ស្ងាត់ទៅខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំឆាប់ថ្ងៃដំបូងធ្វើការពួកគេនឹងឲ្យទិន្នន័យស្នូដល់អ្នកមិនមែនទិន្នន័យស្នូទេខ្ញុំនៅតែអាចរកឃើញតម្រុយសាកលវិទ្យាល័យគ្រប់គ្រងហិរញ្ញវត្ថុ